សូមរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបបង្កើតទៅលើ Telegram ដោយខ្លួនឯងគឺយើងបង្កើតជាមួយនឹង Telegram គឺបើយើងចេះបង្កើតគឺងាយទេពុកម៉ែបងប្អូនគឺយើងអាចបង្កើតខ្លួនឯងបានគឺយើងអត់មានចាំបាច់យកទៅឲ្យជាងអីបង្កើតឲ្យទេអានេះគឺកម្មវិធីនេះយើងបង្កើតខ្លួនឯងនៅប្រទេសអីគឺបានទេហើយចំពោះការបង្កើតគឺងាយទេពុកម៉ែបងប្អូនជាដំបូងគឺយើងចូលមកក្នុងកម្មវិធីហ្នឹងមកយើងដោនកម្មវិធីហ្នឹងឲ្យហើយមកហើយនេះគឺដោយអានេះអីគឺយើងមើលទៅលើនេះអីបើទូរស័ព្ទខ្លះគឺវាអត់ឡូតឲ្យទេទៅលើក្បាលនេះក្បាលហ្នឹងគឺវាអត់ដាក់អីទាំងអស់វាអត់ដាក់ Cambodia អីទេអញ្ចឹងគឺបើយើងចូលមកវាចេញជាដូចទូរស័ព្ទខ្លះវាចេញអញ្ចឹងគឺយើងវាយមក855គឺវាចេញទៅលើប្រទេសកម្ពុជាអញ្ចឹងគឺយើងអាចsearch ទៅលើអូទៅលើរកប្រទេសយើងក៏បានដែរបើយើងអត់ចាំទៅលើកូដទៅប្រទេសយើងប៉ុន្តែភាគច្រើនគឺទូរស័ព្ទខ្លះវាអាចនឹងអត់ទូរស័ព្ទខ្លះវាអាចនឹងមានមកមានហើយគឺយើងគ្រាន់តែវាយលេខទូរស័ព្ទទេហើយចំពោះការវាយលេខទូរស័ព្ទគឺយើងអត់វាយ0ទេបងប្អូនគឺយើងចុចតែលេខដូចជា081អីយើងវាយតែ81 41នេះវាយលេខទូរស័ព្ទខ្ញុំនេះគឺជាលេខទូរស័ព្ទខ្ញុំគឺខ្ញុំអត់វាយទៅលើ0ទេហើយយើងចុចទៅអាហ្នឹងរបៀបបង្កើតគឺងាយទេបងប្អូនគឺយើងចុចតាមខ្ញុំទៅបងប្អូនអាចមើលវីដេអូនេះហើយគឺនឹងចេះបង្កើតទេគឺចំពោះការបង្កើតទៅលើ Telegram គឺងាយទេហើយនេះវានឹងផ្ញើនេះមកគឺវានឹងតេមកហើយបងប្អូនខ្លះពេលឃើញតែតេមកអញ្ចឹងហើយគឺអត់ហ៊ានលើកទេអានេះគឺលេខទៅលើ Telegram គេតេមកប្រាប់លេខកូដទេអញ្ចឹងគឺយើងលើកមកឲ្យចាំឆ្នាំគេនិយាយទៅគឺបានហើយបងប្អូនវាអាចនឹងនិយាយភាសាខ្មែរនិងអង់គ្លេសឥឡូវយើងលើកមកបើក1 3 9 9 7 8លេខកូដរបស់អ្នក1 3 9 7 បាទហើយតែពេលចប់ហើយគឺលេខហ្នឹងគឺពេលយើងវាយត្រូវគឺវានឹងចេញមកបែបនេះបងប្អូនប៉ុន្តែបើយើងវាយខុសឬក៏ពុកម៉ែបងប្អូនអាចអត់លើកទេគឺវានឹងអត់ផ្ញើឲ្យម្ដងទៀតទេគឺដែលយើងទុករយៈពេល1ថ្ងៃអញ្ចឹងគឺពេលឃើញគេទេមកគឺអាចនឹងនិយាយជាភាសាខ្មែរនិងអង់គ្លេសដូចមិនអញ្ចឹងគឺនិយាយជាខ្មែរទេដូច1 2 3អញ្ចឹងទៅហើយមួយទៀតគឺនិយាយជាភាសាអង់គ្លេស1 2 3អញ្ចឹងទៅហើយពុកម៉ែបងប្អូនស្ដាប់បានបើថាយើងស្ដាប់អត់បានទេគឺយើងពិបាកមែនតើគឺវាអត់ផ្ញើឲ្យទេដល់យើងទុកមួយថ្ងៃហើយដូចនេះអញ្ចឹងគឺយើងវាយមកគឺវាតេមកគឺយើងស្ដាប់បានហើយយើងវាយលេខកូដលេខកូដ5ខ្ទង់ត្រូវគឺវានឹងចេញមកបែបនេះអញ្ចឹងអានេះគឺទៅលើឈ្មោះយើងហើយដូចនេះអញ្ចឹងគឺអានេះទៅលើតកូលរបស់យើងហើយនេះទៅលើនាមខ្លួនអញ្ចឹងបើយើងចង់វាយតែឈ្មោះយើងតែមួយម៉ាត់ក៏បានដែរបងប្អូនយើងដាក់តែឈ្មោះយើងតែម្ដងមួយក៏បានដែរខ្មែរក៏បានអង់គ្លេសក៏បានដែរដូចខ្ញុំអីយើងមិនដាក់ឈ្មោះខ្ញុំមកចឹងមកយើងចុចទៅទៀតមកហើយអានេះគឺបានហើយបងប្អូនគឺងាយមែនតើហើយទៅលើអានេះទៅលើលេខដែលយើងបានអីធ្លាប់មាន friend លេខមួយគ្នាគឺវានឹងលោតមកបែបនេះហើយអានេះទៅលើនេះទៅលើ setting នេះទៅលើកន្លែងតាំងរូបបងប្អូនហើយបើយើងចង់តាំងរូបយើងចុចលេខ edit នេះមកគឺយើងអាចដាក់រូបបានហើយគឺយើងរើសរូបមកគឺដាក់បានហើយបងប្អូនអញ្ចឹងគឺការបង្កើតទៅលើ Telegram គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺអត់មានអីពិបាកទេខ្លាចតែបងប្អូនពេលគេទេមកគឺអត់ហ៊ានលើកឬក៏ស្ដាប់អាលេខកូដនឹងអត់បានអញ្ចឹងគឺយើងតម្រូវគឺអត់មានផ្ញើម្ដងទៀតទេគឺតម្រូវឲ្យយើងទុករយៈពេល1ថ្ងៃស្អែកឡើងទៅយើងដាក់ទៀតហើយចំពោះនេះអីគឺហើយបងប្អូនយើងបង្កើតមកអញ្ចឹងគឺថ្មីហើយចំពោះការ add friend អីយើងចុចកន្លែងរូបនេះមកហើយចុចសញ្ញា add នេះមកគឺយើងបូកតលេខទូរស័ព្ទមកហើយដាក់លេខទូរស័ព្ទដែលយើងចង់ add ទៅគេមកបានហើយបងប្អូនហើយខ្ញុំនឹង add ទៅaccount Telegram ខ្ញុំមួយទៀតអត់ដាក់0ទេបងប្អូនច្រឡំហើយយើងវាយតែនេះអានេះទៅលើការ add friend ណា97 96 97អានេះទៅលើលេខទូរស័ព្ទខ្ញុំហើយនេះគឺយើងត្រូវដាក់ឈ្មោះយើងដាក់ឈ្មោះអីក៏បានដែរអាហ្នឹងឈ្មោះហៅក្រៅទេយើងចង់ដាក់រូបអីក៏បានដែរយើងដឹងឈ្មោះគាត់ទៅលើ Telegram យើងដាក់ឈ្មោះមកដូចនេះខ្ញុំដាក់ឈ្មោះដូចគ្នាទេឈ្មោះនោះខ្ញុំបង្កើតហើយយើងចុច add ទៅគឺវានឹងឃើញទៅលើ Telegram ដែរ
យើងចង់ add ទៅគេហើយយើងឆាតទៅគឺបានហើយបងប្អូនហ្នឹងចំពោះការ add friend ណា account នេះគឺជា account នៅ Telegram ក្នុងមួយទៀតហើយខ្ញុំសាក add ទៅហើយយើងចុច hi ទៅអាហ្នឹងគឺយើងឆាតទៅគាត់ហើយហើយតែប៉ុណ្ណឹងទេបងប្អូនតែពេលយើងឆាតទៅគឺវានឹងឃើញ load នៅ app នេះហើយយើងបង្កើតថ្មីអញ្ចឹងគឺវានឹងឃើញលេខដែលយើងបង្កើតទៅលើអ្នកមានលេខទូរស័ព្ទមួយយើងអញ្ចឹងគឺអ្នកដែលយើងធ្លាប់តែជាមួយអីលេខទូរស័ព្ទអីគឺវាមិននឹងឃើញនៅហ្នឹងហើយចំពោះការបង្កើត Telegram គឺមានតែប៉ុណ្ណឹងទេបងប្អូនអរគុណចំពោះបងប្អូនដែលបានទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតមកដល់ចប់បើចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចជួយ like និង Subscribe Channel ខ្ញុំម្នាក់មួយផង